2រៀបលំដាប់ចំនួនខាងក្រោមចុះមានចំនួន4ឲ្យរៀបលំដាប់ 3,303,003 3,300,033 3,333,003 លំដាប់ពីតូចទៅធំចឹងចំនួនមួយណាដែលតូចជាងគេយើងត្រូវដាក់មុនគេដោយសារលេខនេះមាន3ច្រើនចឹងអាចងាយភាន់ច្រឡំយើងអាចប្រៀបធៀបនៅសរុបបើខ្ទង់លាននេះ3នេះ3នេះក៏3នេះក៏3លានដូចគ្នាចឹងស្មើគ្នាតមកទៅប្រៀបធៀបខ្ទង់សែន3នេះ3សែនដែរនេះក៏3សែនប៉ុន្តែត្រង់នេះគឺ0អញ្ចឹងមានន័យថាចំនួនមួយនេះតូចជាងគេ3លាន033,003តមកទៅប្រៀបធៀបតទៀតនេះ3ដូចគ្នាហើយខ្ទង់10000 0ដូចគ្នាខ្ទង់1000 3 0 0ចឹងយើងអាចដកចំនួននេះបានចូលចំនួននេះប្រហែលជាធំជាងគេព្រោះវាមានលេខ3នៅខ្ទង់1000តើប្រៀបធៀបនឹងខ្ទង់100 3ចានេះ0ចឹងមានន័យថានេះតូចបន្ទាប់គឺ3,300,033តមកទៀតគឺ3,300,303និងចុងក្រោយគេគឺ3,303,003ចំពោះការរៀបលំដាប់ពីធំទៅតូចអត់បាក់ប្រៀបធៀបនឹងទៀតទេគឺយើងមើលពីតូចទៅធំយកចំនួនដែលធំនេះយកមកដាក់មុនវិញម្ដងគឺ3,303,003តមកគឺចំនួននេះគឺ3,300,003បន្តមកទៀតគឺ3,300,033និងចុងក្រោយគឺ3,033,003